ក្លឹប FC Barcelona ត្រូវបានគេរីកាមកថានៅជំពាក់បំណុល5ក្លឹបទៀតសរុបរហូតដល់ទៅជិត100លានផោនឯណោះបើតាមប្រភពពី Talk Sport បានឲ្យដឹងថាក្លឹបទាំង5ដែលក្រុមអ្នកមានបនជំពាក់រួមមានទី1ក្លឹប Leeds United របស់អង់គ្លេសខណៈទឹកប្រាក់ចំនួន 36.5 លានផោនថ្លៃទិញ Rafinha នៅតែមិនទាន់ទូទាត់អស់នៅឡើយទី2ក្លឹប Sevilla របស់អេស្ប៉ាញដូចគ្នាក្រុមអ្នកមានបននៅជាប់ Sevilla 22លានផោនលើថ្លៃទិញកីឡាករ Jules Koundé ទី3ក្លឹប RB Leipzig របស់អាល្លឺម៉ង់ខណៈពេលនោះ Barcelona បានទិញ Dani Olmo ហើយបានទូទាត់ប្រាក់ខ្លះជូនទៅក្លឹប RB Leipzig ប៉ុន្តែនៅជាប់ 15.5 លានផោនទៀតទី4ពេលទិញ Ferran Torres ពីក្លឹប Manchester City ក្លឹប Barcelona នៅជំពាក់ 12 លានផោនទៀតនិងទី5គឺក្លឹប Bayern Munich ពេលពួកគេទិញ Robert Lewandowski មកនៅសល់បំណុល 8.5 លានផោនទៀតដែលនៅមិនទាន់បានទូទាត់សងរហូតមកទល់នឹងពេលនេះគ្រាន់តែបំណុលមិនទាន់ទូទាត់សម្រាប់5ក្លឹបនេះមានចំនួនរហូតដល់ទៅ 94.5 លានផោនឯណោះបើបូករួមទាំងបំណុលចាស់ៗដែលបន្សល់ទុកពីមុនមកទៀតធ្វើឲ្យ Barcelona មិនអាចនាំចូលកីឡាករថ្មីបានឡើយនៅទីផ្សារដោះដូរខែមករាខាងមុខប្រភពដដែលបានដឹងថាក្លឹប Barcelona ត្រូវបាន La Liga ណែនាំឲ្យទូទាត់បំណុលចំនួន 121 លានផោននៃបំណុលចំនួន 138 លានផោនឲ្យបានរួចរាល់នៅដំណាច់រដូវកាលនេះបើមិនដូច្នោះក្លឹបយក្សរបស់អេស្ប៉ាញមួយនេះនឹងប្រឈមទណ្ឌកម្មបន្ថែមទៀតដូចជាការបិទគប់មិនឲ្យនាំចូលកីឡាករមកពង្រឹងក្លឹបសម្រាប់រដូវកាលថ្មីឆ្នាំក្រោយឡើយ